ឥឡូវនេះគាត់ចាប់ដើមយកបន្លែមកចាត់ហើយបាទបន្លែព្រៃដែលគាត់ទៅរកពីថ្ងៃហ្នឹងគឺគាត់ចាត់វាដាក់ក្នុងបំពង់ឫស្សីគឺធ្វើទៀតអូធ្វើបំពង់ទៀតយើងមើលឃើញទឹកខ្ពុលចេញមកហ្មងដោយសារវាពុះហ្នឹងគឺសម្លពុះហើយចាក់សម្លចូលនៅក្នុងចានអូចេញមកឲ្យខាប់បន្លែព្រៃបាទវាមកខាប់លាយគ្នាអញ្ចឹងឥឡូវមកមួយឆ្នាំទៀតហើយនេះគឺសម្លម្ជូរមានបងតក្រីដែរបាទនេះមានស្លឹកគ្រៃមានម្ជូរព្រៃទឹកសម្លចេញមកមុនឥឡូវអាលាក់ត្រីអូមកហើយមួយស្លនេះមិនមែនប្រងណាស្លម្ជូរអញ្ចឹងគាត់អត់បានបុកយកឈើទៅបុកវាទេត្រីអីនៅដុំឥឡូវបានញ៉ាំហើយឈ្ងុយដូចកាឡានអញ្ចឹងនេះបាយពងឫស្សីជាដំបូងនេះគឺពួកខ្ញុំនឹងទៅបេះបន្លែនៅក្នុងព្រៃសិនក្មួយស្រី2នាក់បាទពួកគាត់ជាអ្នកជូនខ្ញុំទៅបេះបន្លែគឺពួកគាត់ត្រូវជិះក្បូនតាមបណ្ដោយស្ទឹងនេះដើម្បីទៅបេះបន្លែបាទនេះជាក្បូនឫស្សីសម្រាប់ពួកគាត់ធ្វើដំណើរទៅបេះបន្លែបាទក្បូននៅទីនេះមាន2ក្មួយទាំង2នាក់ហ្នឹងគឺគាត់ចេះចែវក្បូនដូចគ្នាបាទម្នាក់នៅមុខម្នាក់នៅក្រោយហើយខ្ញុំអង្គុយនៅកណ្ដាលបាទហើយក្មួយស្រីនេះបាទគាត់គឺនៅផ្នែកខាងក្រោយអត់ដែលអាលុំធ្លាក់ពីលើក្បូនអីណាធ្លាប់ធ្លាក់ប៉ុន្តែអត់ខ្លាចធ្លាប់ធ្លាក់ដែរអញ្ចឹងណានេះជាលើកទី1សម្រាប់ខ្ញុំហើយក្នុងការជិះក្បូនធ្វើដំណើរតាមក្បូនទទួលអារម្មណ៍ស្រស់ស្រាយមែនទែនជាមួយនឹងទេសភាពជុំវិញខ្លួនហើយជាពិសេសបានក្មួយបាទអុំក្បូនតាមដងស្ទឹងនាំខ្ញុំទៅបេះបន្លែព្រៃបាទហើយក្បូនទាំងអស់2បាទសម្រាប់ការមករួមដំណើរនេះមានក្បូនមួយទៀតគាត់នឹងចេញមកតាមក្រោយខ្ញុំក្បូនខាងក្រោយនោះគឺចាស់គាត់មករួមដំណើរដែរបាទគឺពួកគាត់មកកន្លែងបេះបន្លែនោះដូចគ្នាតឹងដៃបាទមកដល់ច្រាំងហាន20នាទីបាទនេះជាវិធីគាត់ចងក្បូនឬក៏ទប់ក្បូនមិនបាច់ប្រើខ្សែឥឡូវនេះបន្តដំណើររុកចូលទៅក្នុងព្រៃបាទទៅរកបន្លែហើយនេះមិនភ្លើងអូនេះចានេះយើងយកហើយប៉ុណ្នេះយកបានភាសាខ្មែរទៅតែភាសាជនជាតិគេថាបាច់បន្ទោញអាហ្នឹងមិនវិញអូបាច់ចាអូបាច់ហ្នឹងមួយដុំហ្នឹងមែនបាច់បន្ទោញហ្នឹងធ្វើម្ហូបក៏បានញ៉ាំទៅទេក៏បានអូហើយចេញមួយម្ហូបម្ទេសធម្មតាក៏បានអូយើងផ្ទាប់មួយត្រីអាំងក៏បានចុចមួយទឹកជ្រលក់អញ្ចឹងទៅបាទរុកមកដល់កន្លែងនេះដើមឈើធំដើមឈើនេះធំហ្នឹងណាបាទគ្នា10នាក់ក៏អោបអត់ជុំដែរបាទគាត់រឹសវានេះមួយធំជាងខ្លួនខ្ញុំទៀតនេះឈើទុំប្រភេទនេះយើងអាចយកទៅញ៉ាំបានដែរមែនទេបាទស្លឹកដូចម្ដេងរពាសពុញអាហ្នឹងយើងយកទៅញ៉ាំវាហិលប្រហាត់ហើយនៅម្ដុំនេះសម្បូរមែនតើបាទដើមវាឡើងអេស្កាស់ហ្មងខ្ញុំមើលទៅដូចដើមម្ដេងអញ្ចឹងស្លឹកវាឡើងនិយាយទៅងាកទៅណាក៏ជួបដែរមកព្រៃប្លុកហ្នឹងបាទដើរអត់តាន់ពួកគាត់ទេពួកគាត់ដើរលឿនណាស់ដល់មុខហើយបាទយើងអ្នកទីក្រុងយូរមកព្រៃម្ដងដើរអត់តាន់ពួកគាត់ទេណាឃើញគាត់ស្រីអញ្ចឹងតែពួកគាត់ដើរលឿនបាទនេះគាត់នាំមក
កាប់បន្លាយព្រៃមុខទៀតបាទធៀងវាដូចដូងចឹងហើយវាមានសតបពេលយើងសកមកដូចកមផ្ដៅដូចអីដែរប៉ុន្តែដើមវាមិនមានបន្លាទេអាហ្នឹងគឺដើមហាលលឿងចាអូគេហៅហាលលឿងចឹងហ្មងតែខ្មែរអត់ដឹងទេណាអត់ដឹងថាខ្មែរគេហៅអីទេដឹងថាជំនឿដើមនេះគឺដើមហាលលឿងឥឡូវពួកយើងបន្តដំណើរទៅមុខទៀតយើងត្រូវទៅរកបន្លែថែមទៀតណាបងចាបាទនៅច្រើនមុខគាត់ចង់បង្ហាញខ្ញុំច្រើនប៉ុន្តែគាត់ថាតើតាខ្ញុំនឹងចំណាយពេលនៅមួយគាត់ដើរព្រៃពេញមួយថ្ងៃប៉ុន្តែនេះគ្រាន់តែជាឈុតខ្លះបង្ហាញឲ្យបងប្អូនបានឃើញពីការរស់នៅនិងសកម្មភាពម្ហូបអាហាររបស់ពួកគាត់នៅទីនេះនៅកន្លែងនេះគាត់ប្រាប់ថានេះជាប្រភេទបន្លែដែលអាចញ៉ាំបានដែរខ្ញុំមើលទៅដូចស្លឹកចភ្លូអញ្ចឹងណាប៉ុន្តែវាដុះក្នុងព្រៃទេបាទវាដុះខ្លួនវាអញ្ចឹងដើមវាអញ្ចឹងអាហ្នឹងគឺស្លឹកច្រឡតចាចិត្តប្រហុកបានចិត្តម្ទេសបានអញ្ចឹងបន្លែហ្នឹងគឺយើងញ៉ាំស្រស់ឆៅអញ្ចឹងមកណាចាវារៀងល្វីងតិចចាអូពេលដែលគាត់ញ៉ាំមិញខ្ញុំទុំក្លិនឈួលមកដូចស្លឹកចភ្លូអញ្ចឹងក្លិនស្តៀងម្លូក្លិនដូចចំភ្លូអញ្ចឹងស្លឹកចភ្លូរសជាតិដូចគ្នាតែមួយហ្មងប៉ុន្តែអានេះខ្លាំងជាងស្លឹកចភ្លូបាទរសជាតិសឹងតែស្តៀងស្លឹកម្លូប៉ុន្តែស្លឹកវារៀងរឹងដោយសារប្រហែលជាវាចាស់បន្តិចមិនដឹងណាបាទលាស់ថ្មីប្រហែលជារៀងឆ្ងាញ់ខ្ចីជាងហ្នឹងបាទតែស្លឹកនេះរៀងរឹងតែរសជាតិដូចស្លឹកចភ្លូបែបបាទមកដល់បរិវេណនេះគឺព្រៃឫស្សីសុទ្ធហ្មងបាទបងប្អូននេះសម្លឹងមើលជុំវិញខ្ញុំមួយជុំបាទនេះជាប្រភេទឫស្សីហើយដើមត្រង់ល្អមែនតើឫស្សីហ្នឹងមានពីរប្រភេទបាទនៅក្នុងផ្លែហ្នឹងវាដុះពីរប្រភេទឫស្សីរឈើហើយនិងឫស្សីឡាវឫស្សីឡាវហើយនិងឫស្សីរឈើចាពេលទៅខាបប៉ុន3នឹងវាពេញផ្សិតពោះវែកអូមានដុះផ្សិតពោះវែកផ្សិតលីងជឺបាទខ្ញុំឃើញហើយបាទក្រាពីនេះអត់មានទេដុះមានតែប្រភេទឫស្សីនេះទេណាដែលដុះលីងជឺឥឡូវនេះបានចូលមកក្នុងព្រៃមួយផ្នែកទៀតហើយបាទមកដល់ទិដ្ឋភាពបែបផ្សេងហ្មងដើរចេញពីព្រៃមួយចូលព្រៃមួយគឺវាមានរុក្ខជាតិដុះប្រភេទផ្សេងគ្នាស្លឹកដូចស្លឹកចេកហ្នឹងបងអូទាំងអស់ហ្នឹងសុទ្ធតែបន្លែនេះស្លឹកវាដូចស្លឹកចេកប៉ុន្តែដើមមិនមែនដើមចេកទេដើមវាប៉ុនកដៃកូនក្មេងហើយវែងពេលដែលយើងកាត់មកយើងនឹងឃើញមុខកាត់វាជាសតបអញ្ចឹងបាទនេះពេលដែលគាត់បកវាមកអញ្ចឹងតុនយើងមើលទៅដូចដើមប្រភេទខ្ទឺប្រភេទក្រវាញគឺពួកគាត់សក់យកផ្នែកចាស់ចេញហើយចុងក្រោយនៅសល់ផ្នែកខ្ចីអញ្ចេះយើងអាចយកទៅប្រើយកទៅធ្វើជាបន្លែយកទៅធ្វើជាម្ហូបបានមកទេបាទស្មានតែបាញ់ហើយពេលនេះដូចស្នាមបាញ់ស្ដាប់ត្រូវមកឲ្យគាត់មកឲ្យយើងបាញ់អូយើងដាក់មកខ្ទប់វាឲ្យបាញ់ទៀតបាទវាស្នាមគាត់បាញ់ពោត្រីអានេះត្រីឌៀបបងឆ្ដោនេះត្រីស្ដោតើត្រីស្ដោនេះស្នាមផ្ពាល់វានេះស្នាមបាញ់អានេះខ្ញុំរកថាអាហារពេលល្ងាចដោយសារយើងអត់បានមន់ទៅយើងជំនួសយករកត្រីបងអាចរៀបរាប់ឈ្មោះត្រីមួយបានទេព្រោះប្រភេទត្រីខ្ញុំអត់ស្គាល់ត្រីនៅតាមតំបន់ភ្នំអញ្ចឹងបាទអានេះខ្មាន់មែនទេអានេះត្រីខ្មាន់ខ្ញុំស្គាល់ត្រីខ្មាន់បាទហើយត្រីឌៀបនេះក៏ខ្ញុំស្គាល់ដែរស្ដោបាទចុះអាលើនេះបើអានេះត្រីឆ្លាំងទៅមិនពណ៌ខ្មៅមែនបាទវាខ្មៅដោយសារវានៅតាមថ្មអូបាទនេះឆ្លាំងនេះខុសពីឆ្លាំងទន្លេមើលទៅដូចកញ្ចុះថ្មតិចដូចទេតែចុះនេះនេះពួកខ្ញុំហៅថាត្រីស្រូវវានៅក្នុងមានវាមាននេះច្រើនឲ្យទៅវាមានដើមឈើអីក្នុងវានៅគ្រប់វារុកនៅមួយដើមឈើហ្នឹងហើយឥឡូវនេះត្រីឆ្លាំងដូចគ្នាឆ្លាំងដែរតែវាទូចបាទវាទូចហើយពោវាខុសគ្នាហ្នឹងហើយអានេះត្រីកតាប់ប៉ុណ្ណាអូ
ខាងបងហាកតឹបបាទខ្ញុំត្រីកត្រប់វគ្គបន្តទៀតនេះគឺវគ្គចម្អិនអាហារបែបព្រៃជាវិធីស្លជាវិធីដាំបាយនៅក្នុងព្រៃរបស់ជនជាតិដើមភាគតិចកាវ៉ែតបាទហើយនៅខាងនេះគឺជាបំពង់ឫស្សីដែលពួកគាត់យកមកចម្អិនអាហារនេះជាឆ្នាំងបាយឆ្នាំងសម្លរបស់ពួកគាត់ហើយធ្វើពីដើមឫស្សីទាំងអស់ហើយវែងបាទមួយឆ្នាំងហ្នឹងវែងបាទនេះខ្ញុំដាក់ទល់ដីហើយវែងជាងខ្ញុំទៀតអង្គុយបាទនេះចង់លើចង់បញ្ជាក់ទីតាំងដែលពួកខ្ញុំធ្វើម្ហូបបន្តិចបាទទីនេះគឺជាកន្លែងដែលពួកគាត់តែងតែទទួលភ្ញៀវដែលមកលេងដល់សហគមន៍របស់គាត់គឺគាត់មានធ្វើក្រែឬក៏ប្រភេទតុកអង្គុយពីអាស័យនៅទីនេះតុកនេះគឺធំវែងអាចអង្គុយបានរហូតទៅដល់គ្នាជិត20នាក់ឬក៏20នាក់អីអត់បញ្ហាទេឥឡូវនេះពួកគាត់រៀបចំច្រកអង្គរចូលនៅក្នុងបំពង់ឫស្សីចាដើមដាំបាយពងនេះគឺយកបំពង់អាស័យដាំបាយដោយបងប្អូនឃើញគាត់កំពុងច្រកអញ្ចឹងបាទនំហ្គាសណោះនេះអត់ហ្គាសហូបនៅនេះអត់បានទាំងឡាវបើគិតជាអង្គប្រហែលប៉ុន្មានកំប៉ុងបងហេល9កំប៉ុងត្រឹមកំប៉ុងប្រហែល4កំប៉ុងហ៎6អូមកអាស័យមកដើម3កំប៉ុងបាទព្រោះអាស័យនឹងធំណាគ្រាន់តែកំប៉ុងវានេះចង់ប៉ុនកំប៉ុងហ្នឹងហើយវាប្រវែង1ម៉ែត្រនោះអញ្ចឹងគាត់ដាំបាន3កំប៉ុងអាស័យមកដើមទេណាបាទអូគាត់ចាក់មកមើលអូគាត់ទេស្មើគ្នាបាទឥឡូវមើលវិធីគាត់ថែមទឹកអូខេចាក់ចូលទាំងពីរបាទចាក់ប៉ុណ្ណឹងគ្នាអូចាក់មកពេញហ៎ចាបាទពេញមួយហើយខាងនេះឥឡូវខាងនេះគាត់ជិតពេញទៀតហើយពេញហើយជាមួយបាទពេញទាំងពីរអូនងបាយបាទពេលនោះបន្ទាប់មកយើងយកទៅដាំហ្មងយើងផ្កាប់អញ្ចឹងទេបងចាអានោះផ្កាប់វាកាប់ស្មើអង្គអូកុំឲ្យទឹកហើយនឹងអង្គឲ្យវាចូលស្មើគ្នាហ៎អូបាទនេះមុននឹងគាត់ដាក់ចូលគឺគាត់លើករលាក់សិនបាទគាត់យកដៃខ្ទប់ចុងមាត់បំពង់ឫស្សីហើយគាត់រលាក់ឲ្យអង្គហ្នឹងវាធ្លាក់ទៅក្រៅទៅលើបាតដៃគាត់ហើយបានគាត់បាននេះវិធីគាត់បាទខ្ញុំកំពុងតែតាមដានបាទគឺផ្លែកបាទវិធីដាំបាយមិនមែនចេះតែធ្វើទេបើយើងអត់ដឹងរបៀបធ្វើអាចមានឆៅមានអីចឹងព្រោះទឹកវាអត់ស្មើគ្នាកុំឲ្យភ្លើងឆេះអានឹងយើងឲ្យត្រូវល្ងើកទេបងឲ្យប៉ះតណ្ដាតភ្លើងហ្នឹងដាំបាយយើងមានកម្របឆ្នាំងហ្នឹងហើយបាទអញ្ចឹងយើងដាំក្នុងកំពង់អាស័យក៏យើងត្រូវមានកម្របដែរតែកម្របវាគឺឆ្នុកគឺយកស្លឹកឫស្សីយកមកញាត់វាអត់គ្របអត់ឆ្អិនបាទបើមិនគ្របអត់ឆ្អិនទេដូចដាំបាយអញ្ចឹងប្រិមិត្តបាទមិនមែនឃើញគាត់យកកំពង់អាស័យមកដាំបាយស្រួលទេបាទគឺមានរបៀបបើយើងអត់ដឹងគឺយើងអាចធ្វើបានទេអាចឆៅអាចខ្លោចហើយក៏អាចអេកដែរនេះជាបន្លែព្រៃដែលពួកគាត់ទៅរកបានមកបាទមានស្លឹករតូចមានអីនៅក្នុងនេះលាយគ្នាជាមួយនឹងប្រភេទដើមផ្សេងឥឡូវនេះគាត់ចាប់ដើមយកបន្លែមកចាត់ហើយបាទបន្លែព្រៃដែលគាត់ទៅរកថ្ងៃហ្នឹងគឺគាត់ចាត់វាដាក់ក្នុងបំពង់ឫស្សីវិធីចាត់របស់គាត់ខ្លាយទៅបាទគឺគាត់គ្រាន់តែយកបន្លែដាក់កងលើមាត់បំពង់ឫស្សីគាត់ទាញយកគឺចាត់ហ្មងព្រោះបំពង់ឫស្សីនេះគឺគាត់ចាត់វាជាចំណិតសក់អញ្ចឹងវាមានមុខមុតដូចកបិតអញ្ចឹងពេលយើងដូនរិចពី
รับបាយបំពង់រស័យគឺគាត់ចាប់ផ្ដើមផ្ងំហើយវាចេញផ្សែងហុយៗមកតាមមាត់វាហើយស្រក់ទឹកចេញនៅតាមមាត់បាទបន្ទាប់មកទៀតគាត់ក៏បានដាក់វាផ្ដេកឲ្យកាន់តែទាបជាងមុនដើម្បីផ្ងំវាប៉ុន្តែភ្លើងគឺរោចចេញដូចយើងផ្ងំបាយអញ្ចឹងយើងអត់អាចបង្ខំភ្លើងបានទេបាទដាក់អែដើម្បីផ្ងំវា យកបន្លែញាត់ថែមត្រីគាត់បានធ្វើរួចរាល់ហើយបាទនេះទាំងឆ្ដោទាំងត្រីខ្មាន់និងត្រីផ្សេងៗហ្នឹងគឺលាយចូលគ្នាទាំងអស់កាត់កង់បាទ ធ្វើទៀតធ្វើបំពង់ទៀត អត់ដាក់បន្លែត្រីសុទ្ធហ្មងបាទ នេះជាបំពង់រស័យឆ្នាំងសម្លសម្រាប់ឆ្នាំងសម្លនេះគាត់ដាក់តែបន្លែចូលមុនហើយចាប់ផ្ដើមដាក់អាំងនឹងភ្លើងយកបាទសម្រាប់ត្រីគាត់មិនទាន់ដាក់ទេឥឡូវនេះគាត់ចាប់ផ្ដើមដាក់គ្រឿងផ្សំចូលដាក់ប៊ីចេងអំបិលអូខេបាទឥឡូវនេះចាប់ផ្ដើមយកត្រីមកច្រកចូលពងរស័យបាទវារៀងធំអញ្ចឹងដាក់ទៅអត់ចង់ចូលទេគាត់អត់មានឈើបុកបាទតែមានឈើរុកវាមួយទៀតអូពុះហើយបងឡើងហៀកំពងហើយនេះពងអស័យក៏ឆេះដែរពីក្រោមខ្ញុំធ្វើអញ្ចឹងដើម្បីអីបងដាក់អស័យចូលកុំឲ្យហៀទឹកហ៎ចាអូយើងមើលឃើញទឹកខ្ពុលចេញមកហ្មងដោយសារវាពុះហ៎អញ្ចឹងគឺសម្លពុះហើយល្អដល់ហើយបាទលើកចុះពីភ្លើងហើយនៅតែពុះទៀតណាចាប់ទៅឥឡូវចាប់ផ្ដើមបុកហើយតែសម្លកំពង់អស័យប្រងគឺត្រូវតែមានដងឈើឬឫស្សីមកបុកវាអញ្ចឹងបាទបុកឡើងទៅខាប់ចូលគ្នាជាមួយបន្លែព្រៃបាទនេះសកម្មភាពធ្វើចានបាយចានសម្លមានអ្នកដងមានអ្នកតុបបាំងពឹមអូខេហើយដាក់គ្រឿងផ្សេងបាននេះក៏ហែកវ៉ាវបានមួយទៀតយើងអត់មានចានមានអត់មានស្លាបព្រាបាយអូយើងពុះមកធ្វើចានហ្មងអូឆ្អិនល្អណាស់បងនេះសពល្អណាស់អត់មានកន្លែងណាដែលនៅឆៅឬអេទេស្មើសាច់នេះល្អហើយនេះមកកណាត់ទៀតបាទសៃមួយដើមបាយមួយឆ្នាំងហ្នឹងគឺកាត់ជា2សិនហើយបានពុះមើលដាក់ចានយើងចង់ញ៉ាំក្នុងពងសៃហ្នឹងក៏បានដែរបានទុកមួយណាអូចាំណាស់ខ្ញុំសុំញ៉ាំក្នុងពងរស័យខ្ញុំចង់ញ៉ាំរសជាតិបែបហ្នឹងមើលឆ្នាំងអាស័យយើងឡើងអាលងស្រិលបាទហើយមើលបាយដូចក្រឡានអញ្ចឹងបាទបាយដល់ហើយគាត់ដួសដាក់មួយចានទៀតយើងយកលព្រាឆ្កឹះវាឡើងដួសទៀតទៅបាទស្រួលហើយបាទមិនតាន់អត់ចាក់សម្លចូលនៅក្នុងចានអូចេញមកឲ្យខាប់បាទនេះតែយ៉ាងអីក្លាប់យ៉ាតអូបាទលេងណែលើអូផ្លែកភ្នែកមែនតើបាទនេះបន្លែព្រៃបាទវាមកខាប់លាយគ្នាអញ្ចឹងអស់ហើយដាក់មួយណាឥឡូវមកមួយឆ្នាំទៀតហើយនេះគឺសម្លម្ជូរមានបងតក្រីដែរបាទនេះមានស្លឹកគ្រៃមានម្ជូរព្រៃស្លឹកមួយនេះដូចស្លឹកឈើហ្នឹងគឺស្លឹកម្ជូរណាខ្ញុំអត់ស្គាល់ឈ្មោះអាហ្នឹងឈ្មោះអីបងភាសាជាតិកឆេមបាទនេះម្ជូរដូចស្លឹកមកកាក់អញ្ចឹងញ៉ាំឆ្ងាញ់មែនតើឈ្មោះថាកឆេមបាទស្លឹកវាមើលទៅដូចស្លឹកឈើព្រៃអញ្ចឹងអូបាទនេះយើងឃើញស្លឹកម្ជូរចេញមកមុនតបមកត្រីគល់ត្រីទឹកសម្លចេញមកមុនឥឡូវអាលាក់ត្រីអូមកហើយមួយស្លនេះមិនមែនប្រងណាស្លម្ជូរអញ្ចឹងគាត់អត់បានបុកយកឈើទៅបុកវាទេត្រីអីនៅដុំបាទដូចយើងស្ងោរធម្មតាស្លធម្មតាអញ្ចឹងឥឡូវបានញ៉ាំហើយឈ្ងុយដូចកឡានអញ្ចឹងនេះបាយកំពង់ឫស្សីកាយមែនជាអូនអាឡាឡបុកបុកអត់ហត់អូនខ្ញុំជុំបែប
ដល់ពេលអញ្ចឹងទៅដូចញ៉ាំកាឡានអញ្ចឹងមិញហ្នឹងពេលដែលពួកគាត់ចាក់មកហ្នឹងទ្រាំបានបេះហូបម្ដុំឈ្ងុយដូចកាឡានឈ្ងុយពងអស័យបាទនេះមិនថាញ៉ាំបាយទៅទេក៏ឆ្ងាញ់ដែរវាក្លិនឈ្ងុយអប់ជាមួយពងអស័យហើយជាពិសេសប្លែកជាមួយនឹងអាហារព្រៃរបស់ពួកគាត់បាទដែលគាត់រៀបចំសម្រាប់ពួកខ្ញុំដ៏ពិសេសមែនតើបាទថ្ងៃនេះអូបន្លែព្រៃស្រូបចូលក្នុងចានពងឫស្សីគាត់ថែមឲ្យមួយទៀតបាទនេះត្រីទាំងមូលត្រីខ្មាន់អានេះកូនត្រីខ្មាន់អាធំគាត់កាត់ជាដុំអស់ហើយអូបាទត្រីយើងរោនៅអូនេះហ្មងបាទត្រីបងរបស់គាត់នេះបាញ់យ៉ាងរោដាក់បងផងបាញ់ផងបាទចាំមកព្រៃទាំងអស់បន្លែក៏ព្រៃម្ជូរក៏ព្រៃដែរបាទនេះជាស្លឹកម្ជូរបាទជូរឆ្ងាញ់ណាបាទដូចស្តៀងស្លឹកមកកាក់បន្តិចស្លឹកស្តៀងស្លឹកតមុងបន្តិចរសជាតិវានៅតែជូរបងខ្ញុំស្មានវាចេញជូរអស់ហើយជូរបាទយើងពីវាក់ប្រូយើងផ្លែចាមកគាត់ផ្លែចាផ្លែឆ្ងាញ់អាហារកាប់បន្លែគេហើអានឹងឈ្មោះអីបងភាសារបៀយើងកាប់មិញរបៀបាទអានឹងហឹលដូចដូចកវាញហើយដូចភាសាខាងគួយភ្លេចបាត់ហើយឈ្មោះមួយមុខទៀតខាងគួយនៅពេលហៀដូចចឹងដែរខ្ញុំបាទទៅទស្សនកិច្ចនៅសកុំ7ពើតិចទៀតយកមកហ្នឹងនៅលើចាប់យំទៀតមួយយកកំបាក់ត្រីអីគេនោះបងនេះត្រីសទៅលើកអាឆ្ងាយមិញបានទៅបងបានពី3ក្បាលចាំមើលកន្លែងយើងនេះនៅកន្លែងគេងបានប្រហែលនេះបាន2ហើយអូអូនោះឃើញដូចឆ្លាំងមួយឆ្លាំងហើយនឹងត្រីកមិតអរុនសួស្ដីបាទយប់មិញគឺពួកខ្ញុំបានស្នាក់នៅទីនេះមួយយប់ហើយបងស្រីគាត់រៀបចំធ្វើម្ហូបសម្រាប់អាហារពេលព្រឹកហើយនេះគឺជាស្រាពាងបាទដែលពួកគាត់ជប់លៀងយប់មិញដល់ម៉ោង11យប់បាយដែលដាំពីល្ងាចហ្នឹងមានបាយកំពង់អាស័យមួយកំពុងតែកម្ដៅបាទស្រួលកំពង់អាស័យហ្នឹងគឺយកមកអាំងភ្លើងកម្ដៅឡើងវិញទៅបាយហ្នឹងនឹងក្ដៅហើយបាទបាយបំពង់អាស័យស្រួលអញ្ចឹងបាទដូចកាឡានអញ្ចឹងពេលដែលឆ្អិនហើយយកតាមខ្លួនក៏ស្រួលដែរបាយបំពង់ឫស្សីបាទអូបាទនេះទៅខ្មាន់ប្រិមិត្តច្រើនទៅបងអាម៉ងមួយនេះចូលបានច្រើនណាស់អានេះនៅក្រោមទឹកហូរមែនបាទហូរមិនអស់ទេបាទមកត្រឹមអាហារពេលព្រឹកគ្នាជិត10នាក់នេះហូរអត់អស់ទេអានេះយកទៅផ្ទះហ៎បងយើងអាំងហូបអាំងហូបហ៎គាត់កាត់វាអញ្ចឹងមកបាទយើងយកធ្វើកែវទឹកមួយទៅហើយខាងហ្នឹងគាត់ធ្វើក្បាលបុកស្វាយបុកអំបិលម្ទេសបុកគ្រឿងបុកអីបានគ្រប់សពយើងកាត់តាមមែកឈើធ្វើរ៉ែមួយមកបុកបានសកម្មភាពក្មួយស្រីជនជាតិកវ៉ែតគាត់បណ្ដែតក្បូននៅពេលព្រឹកបាទគឺគាត់បានយកក្បូនឫស្សីជិះតាមបណ្ដោយស្ទឹងបាទដើម្បីបង្ហាញដល់ពួកខ្ញុំហើយពួកខ្ញុំផ្ដិតយកសកម្មភាពរបស់បងស្រីដើម្បីយកបង្ហាញដល់ប្រិមិត្តបាទនេះត្រីមងគាត់បាទបានប៉ុណ្នេះបាទនេះត្រីដូចពីល្ងាចចឹងបាទពីល្ងាចក៏ប្រភេទត្រីនឹងដែរ
ខ្ញុំអត់បានជីទូទៅជាមួយគាត់ទៅរកទេទៅដោះហ្មងទេគាត់យកថ្មធ្វើជាជ្រុញយើងមើលទៅលើផ្ទៃទឹកគឺមានអាប់ច្រើនបាទនេះដាស់មិនអាប់ទេផ្សែងហុយចេញពីទឹកហ៎បាទនិយាយតែអាប់រហូតណែបើណែទៅមកមក ស្ងោវា ណែស្ងោដាំឲ្យទឹកឲ្យពុះឲ្យទលាក់ត្រី Chưa đó. អូបាទទឹកពុះបងត្រីអូ Bạn điện màu ớt rồi lên và បាទនេះបាយកម្ដៅបាយសល់ពីល្ងាចអូ បាទអូឈ្ងុយដូចកាឡានេះឈ្ងុយកំពង់អាស័យតើនងអាហារពេលព្រឹកបាទមានត្រីអាំងស្ងោរត្រីជាមួយបន្លែព្រៃនេះបាទទឹកជ្រលក់នេះទឹកគ្រឿងបុកកំពង់អាស័យទឹកគ្រឿងហ្នឹងយកត្រីមកបុកជាមួយបាទនេះបង្ហាញបន្លែព្រៃបងក៏ដើរបេះខាងនេះខាងនោះខាងមុខខាងក្រោយនៅចិត្តហ្នឹងទេ ហើយអានេះបើមានទៅវិញទីស្នាក់សម្រាប់អ៊ីកូទេសចរមានទាំងមានទៅវិញនេះទាំងមានទាំងអស់ ទៅណាក៏ជួបដែរហ្នឹងហើយហ្នឹងអានេះឈ្មោះបន្លែអីបង ប៉ណាត់ទៀង បណ្ណាត់ទៀងបកខ្មែរប កខ្មែរហ្នឹងប្រមាត់ត្រេនថេង ប្រមាត់ត្រេងដែរអញ្ចឹងល្វីងហ្នឹង ល្វីងប្រមាត់ត្រេនថេងដែរ បាទនេះអានេះខ្ចីល្អអានេះក៏ញ៉ាំបានហើយមានប្រភេទផ្សេងទៀតអូអានេះភ្លើងកាយပဲធម្មតានេះបន្លែអ្នកភូមិឯបាទនេះស្លឹកខាន់ម៉ា មិនខានមកទេ មិនខាន់ម៉ា នេះរៀងភ្នំ អូនេះរាំងភ្នំហ៎ បាទហ្នឹងហើយ តែស្តៀងស្លឹកខាន់ម៉ាបាទ នោះអាខិនមកផ្សេង អូខានមកផ្សេង អូនេះខាន់ម៉ាបាទនេះស្លឹកស្តៀងគ្នាអញ្ចឹងបានខ្ញុំច្រឡំណាសិតតែបន្លែព្រៃខាន់ម៉ានៅខាងសៀមរាបនេះហៅខុនមីបាទហើយនេះគាត់ថារាំងភ្នំ បាទ ព្រោះវាចោតហ៎បង បាទ មានប្រភេទនេះមួយទៀតអានេះខ្ញុំអត់ស្គាល់ឈ្មោះទេបងហៅ មានពាក្យពីរគេបើខ្មែរគេថាយន្តហោះហើយជនជាតិហ្នឹងបាត់ញន់និងហោះ បាទនេះអានេះប្រមាត់ត្រេងដែងមកញ៉ាំបាទតន់ដឹងថាល្វីងប៉ុណ្ណានៅមានច្រើនទៀតនិយាយទៅក្នុងចាំដែកហ្នឹងច្រើនណាស់ បើនេះរ៉ាន់ រ៉ាន់ រ៉ាន់តូន រ៉ាន់តូនអូអានេះត្រួយរតូនហ្នឹងមែនទេ ទេនេះតូន អានេះបានរតូនអានេះរ៉ាន់បាទសិតបន្លែព្រៃ សម្រាប់ធ្វើម្ហូបជូរបានហើយក៏ធ្វើជាមួយត្រីក៏បាន បាទខ្ញុំសាកជាមួយត្រួយនេះគាត់ថាចប់ហើយនេះត្រីយើងយកសាច់ត្រីមកដាក់តក់វាមកទឹកគ្រឿងលើចឹងមកចប់ បើស្លឹក តែឆ្ងាញ់ចប់ដូចលឹករាំងឯងបងវាមានជាតិចត់តិចឯងអត់ចត់ខ្លាំងដូចត្រួយរាំងស្តៀងត្រួយកទួតដែរមិនតែវាចត់ជាងត្រួយកទួតបន្តិចចង់សាកប្រមាត់ត្រេងដែង អានឹងល្វីង ខ្លាំងទេបង មុំ ល្មមណាប្រមាត់ត្រេងដែងឈ្មោះក៏ប្លែកបន្លែក៏ប្លែកមិនដែលញ៉ាំមិនដែលភ្លក់សោះពីមុនមកកុំថាឡើយភ្លក់សំបីតែស្គាល់ក៏អត់ដែលស្គាល់ដែរបាទដាក់ទឹកគ្រឿងពីលើដូចអត់សូវល្វីងប៉ុណ្ណឹងបង ល្វីងតិចមែនតើគឺស្ដៅល្វីងជាង ស្ដៅខ្លាំង ហើយតាពីដំបងយើងអត់ដឹងល្វីងឯតតាតាពីឲ្យម៉ត់ទីវាចេញជាតិមកមិនដឹងថាមានជាតិល្វីងនៅក្រោយ